មួយប្រកួតកម្ដៅសេចដុំរបស់អ្នកលេងពុថៅដៃពីខេតធឿនធីរ៉ាមួយនេះតើបងប្អូនយើងគិតថាល្អដែរឬទេគាត់នឹងត្រៀមចូលលេងកម្មវិធីមួយនេះនាដើមខែវិច្ឆិកាផងដែរព័ត៌មានរៀងរាល់ម៉ោងនាំមកជូនលោកអ្នកដោយ CSB Sport Official ស្វាគមន៍អ្នកគាំទ្រគុណខ្មែរមកកាន់ប្រធានបទថ្មីជាមួយនឹងខ្ញុំបាទ Admin Planet ការប្រកួតកាលពីម្សិលមិញរបស់អ្នកលេងពុថៅដៃពីខេតធឿនធីរ៉ាកីឡាករនៃព្រះរាជាណាចក្រកម្ពុជាប៉ះជាមួយនឹងកីឡាករសញ្ជាតិម៉ារ៉ុកយ៉ាស៊ីនយើងឃើញថាធឿនធីរ៉ាហាក់ដូចជាបន្សំកម្លាំងមកវិញបានបណ្ដាហើយដែលយកឈ្នះកីឡាករសញ្ជាតិម៉ារ៉ុកបាទនាចុងទឹកទី3តតែម្ដងចឹងយើងសង្កេតឃើញថាធឿនធីរ៉ាហាក់ដូចជាខ្លាំងជាងមុនបើគណៈការប្រកួតចុងក្រោយរបស់គេបើកាលមុននឹងគឺបាចាញ់ត្រឹមតែទឹកទី1តែប៉ុណ្ណោះជាមួយគ្នានោះនាដើមខែវិច្ឆិកានេះបើកំឡុងពេលអមទុក3ថ្ងៃធឿនធីរ៉ាអាចនឹងមានភារកិច្ចប្រកួត X-Men Tournament យើងមិនទាន់ដឹងថាមានកីឡាកររូបណាខ្លះនោះទេប៉ុន្តែឃើញថាបងប្អូនគឺចេញ poster មកហើយបើអាចនឹងមានកីឡាករ Hassan Wadani អាចនឹងមានអីដែរចឹងបងប្អូនយើងកុំភ្លេចចូលរួមតាមដានទស្សនានឹងទូទីទាំងអស់គ្នាថាអាចនឹងមានកីឡាកររូបណាខ្លះក្នុងប្រភេទទម្ងន់70ជាងគីឡូក្រាមសូមអរគុណជួបគ្នានៅវីដេអូក្រោយ